សួស្តីបងប្អូនដែលនិយមតាមដានក្នុងបណ្ដាញសង្គម YouTube និង Facebook ទាំងអស់បាទថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបប្រើនៅកម្មវិធី AI មួយដែលកម្មវិធី AI មួយនេះងាយស្រួលប្រើហើយមានសមត្ថភាពខ្ពស់បាទខ្ពស់ជាងកម្មវិធី AI ផ្សេងអញ្ចឹងកន្លងមកខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងការប្រើប្រាស់ក្នុងកម្មវិធី AI ផ្សេងគឺមានតែកម្មវិធី AI មួយនេះទេបាទនេះគឺកម្មវិធី AI មួយនេះគឺមានឈ្មោះថាច្រកបាទនេះគឺកម្មវិធីមួយនេះអញ្ចឹងកម្មវិធីមួយនេះគឺល្អប្រើណាស់បងប្អូនណាគឺល្អប្រើមែនទែនហើយនឹងស្រួលប្រើទៀតកម្មវិធីមួយនេះយើងអាចបង្កើតជារូបភាពយើងយករូបភាពទៅបង្កើតជាវីដេអូបានយ៉ាងឆាប់រហ័សបាទអញ្ចឹងវាខុសពីកម្មវិធី AI មួយចំនួនដែលខ្ញុំធ្លាប់ប្រើកន្លងមក AI មួយចំនួនគេតែងតែឲ្យយើងនឹងបង់ប្រាក់បាទបង់ប្រាក់អញ្ចឹងការប្រើរបស់យើងដែលយើងមិនទាន់បានចំណូលពី YouTube ឬមកក៏ចំណូលពី Facebook អីហ្នឹងយើងអត់បាច់ចំណាយទៅលើរបស់ហ្នឹងកម្មវិធីហ្នឹងដោយយើងមិនទាន់បានកម្រៃនោះទេអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនប្រើនៅកម្មវិធីច្រកនេះបាទកម្មវិធីច្រកនេះគឺយើងងាយស្រួលប្រើហើយគេ free ណាគេ free គឺយើងបានបង្កើតរូបភាពបានយ៉ាងងាយបង្កើតវីដេអូបានយ៉ាងឆាប់ហើយអត់មានការគិតលុយទេប៉ុន្តែនេះគឺជាការសាកល្បងរបស់កម្មវិធីនេះឬមួយក៏យ៉ាងណាទេរឿងនេះគឺខ្ញុំអត់ទាន់បានដឹងដែរប៉ុន្តែកន្លងមកខ្ញុំប្រើដែលខ្ញុំបានស្គាល់កម្មវិធីនេះគឺខ្ញុំប្រើទៅវាមានសមត្ថភាពខ្ពស់បាទអញ្ចឹងបងប្អូនចង់ដឹងថាការប្រើកម្មវិធីនេះវាងាយស្រួលប៉ុណ្ណាហើយវាមានសមត្ថភាពខ្ពស់ប៉ុណ្ណាអញ្ចឹងបងប្អូនចូលមកក្នុងកម្មវិធីនេះយើងចូលក្នុងកម្មវិធី Play Store នេះមកដើម្បីយើងដោនកម្មវិធីហ្នឹងអញ្ចឹងយើងចូលក្នុងកម្មវិធីហ្នឹងវាហើយយើងទៅកន្លែង search ហ្នឹងមកនេះបាទយើងចុចកន្លែង search ហ្នឹងហើយនេះយើងដូរពី keyboard ទៅជាភាសាអង់គ្លេសមកហើយយើងវាយអក្សរ G O O K នេះបាទយើងវាយប៉ុណ្្នឹងមកនេះអញ្ចឹងគឺអក្សរហ្នឹងវាចេញនៅលើគេអញ្ចឹងយើងចុចទៅលើវាមកបាទនេះបងប្អូននេះគឺជាកម្មវិធីហ្នឹងណានេះ logo កម្មវិធីហ្នឹងអញ្ចឹងកម្មវិធីនេះខ្ញុំតម្លើងរួចហើយបាទខ្ញុំតម្លើងរួចហើយអញ្ចឹងបងប្អូនមិនទាន់តម្លើងបងប្អូនតម្លើងទៅអញ្ចឹងខ្ញុំចេញវិញបាទហើយចេញវិញហើយយើងទៅរកកម្មវិធីហ្នឹងបាទនេះរកកម្មវិធីហ្នឹងនេះគឺកម្មវិធីមួយហ្នឹងអញ្ចឹងបងប្អូនចុចទៅលើកម្មវិធីហ្នឹងមកបាទអញ្ចឹងវាចេញទម្រង់បែបនេះចេញទម្រង់បែបនេះដោយសារតែខ្ញុំបាន login ជាមួយនឹង Gmail រួចហើយអញ្ចឹងបងប្អូនដែល down ថ្មីណាបងប្អូនដែល down ថ្មីគឺវាអត់ចេញទម្រង់បែបនេះទេវាចេញទម្រង់ផ្សេងចេញទម្រង់ឲ្យយើង login ជាមួយនឹង Gmail អញ្ចឹងពេលដែលបងប្អូន down ថ្មីមកគេឲ្យយើង login ជាមួយនឹង Gmail ហើយបងប្អូន login ជាមួយ Gmail ទៅហើយនៅក្នុងដែលពេលវាបង្ហាញឲ្យយើង login ហ្នឹងគឺមាន Android និង iOS អញ្ចឹងបងប្អូនរើសយក Android មកបើបងប្អូនប្រើទូរស័ព្ទ Android បើបងប្អូនប្រើ iOS រើសកន្លែង iOS ទៅរួចហើយគឺវាចេញទម្រង់បែបនេះហើយបងប្អូននេះគឺចេញទម្រង់បែបនេះហើយបាទអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបបង្កើតរូបភាពបាទអញ្ចឹងបងប្អូនមិនបាច់មើលទេនេះបងប្អូនចុចមកលើពាក្យថា edit image នេះណាបាទចុចលើហ្នឹងមកដើម្បីយើងទៅរើសយករូបភាពបាទនេះជារូបភាពដែលខ្ញុំបង្កើតដោយ AI នេះបាទអញ្ចឹងយើងរើសរូបភាពមួយរូបភាពយើងមួយមកបាទយើងរើសមកអញ្ចឹងខ្ញុំរើសយករូបភាពមួយបាទអញ្ចឹងនេះខ្ញុំរើសយករូបភាពនេះមួយរូបភាពរបស់ខ្ញុំនេះមួយដើម្បីធ្វើបង្ហាញបងប្អូនបាទនេះគឺវាលោតចេញមកបែបហ្នឹងណាអញ្ចឹងនៅក្នុងនេះកន្លែងនេះយើងសរសេរអក្សរមកហើយក្នុងកម្មវិធីនេះគឺអត់មានចាំបាច់សរសេរភាសាអង់គ្លេសទេអត់ដូចកម្មវិធី AI ផ្សេងទាល់តែយើងសរសេរភាសាអង់គ្លេសទៅពីស្គាល់តែកម្មវិធីមួយនេះយើងអត់មានចាំបាច់ប្រើភាសាអង់គ្លេសយើងសរសេរជាអក្សរខ្មែរអញ្ចឹងយើងដូរ keyboard ជាអក្សរខ្មែរមកបាទអញ្ចឹងខ្ញុំសរសេរថាបុរសម៉ែម្នាក់បាទយើងទៅមកមានបុរសខ្មែរម្នាក់បុរសខ្មែរម្នាក់បងប្អូនសរសេរយ៉ាងម៉េចសរសេរទៅប៉ុន្តែនេះខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនមើលបាទអញ្ចឹងខ្ញុំសរសេរថាបុរសខ្មែរម្នាក់អង្គុយស្ទូចអង្គុយស្ទូចត្រីអង្គុយស្ទូចត្រីនៅមាត់បឹងមួយមាត់បឹងមួយដែលមាន
ត្រីយ៉ាងច្រើនអញ្ចឹងបងប្អូនទៅសេយ៉ាងម៉េចសេទៅបន្ថែមបន្ថយហ្នឹងសាច់ទៅលើបងប្អូនទេអញ្ចឹងខ្ញុំសរសេរថាបុរសខ្មែរម្នាក់អង្គុយស្ទូចត្រីនៅមាត់បឹងមួយដែលមានត្រីយ៉ាងច្រើនបាទអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងឲ្យមើលប៉ុណ្ណឹងសិនចុះអញ្ចឹងយើងចុចឲ្យកម្មវិធីនឹង generate រូបឲ្យយើងនេះយើងចុចសញ្ញាព្រួយហ្នឹងមកនេះឃើញបងប្អូននេះឃើញហ្នឹងនេះឃើញគឺបងប្អូនគឺរូបភាពចេញមកគឺស្អាតតែម្ដងបងប្អូននេះគឺស្អាតតែម្ដងអញ្ចឹងយើងចុចលើរូបភាពហ្នឹងមកបាទបងប្អូនចុចលើរូបភាពហ្នឹងហើយបងប្អូនទៅសញ្ញា download នេះមកនេះចុចសញ្ញា download ហ្នឹងមកបងប្អូនយករូបភាពទាំងពីរក៏បានយកតែមួយក៏បានដែរស្រាយលើបងប្អូនទេបាទអញ្ចឹងយើងយករូបភាពមួយណាដែលដូចរូបយើងរូបភាពនេះយើងពីតម្រង់មុខបើយើងស៊ូមមកចឹងវាអត់សូវដូចទេតែកន្លែងនេះខ្ញុំអត់បានបញ្ជាក់កុំឲ្យដូរតម្រង់មុខដូរអញ្ចឹងស្រាយលើបងប្អូនបន្ថែមថយខ្លួនឯងទៅកន្លែងនេះខ្ញុំអត់បានបញ្ជាក់ពីតម្រង់មុខអញ្ចឹងដល់ពេលយើងស៊ូមមកមុខអាចរៀងភ្លាវបន្តិចបាទអាចរៀងភ្លាវបន្តិចប៉ុន្តែប៉ុណ្ណឹងយើងអាចទទួលយកបានបាទអញ្ចឹងក្រោយពីបងប្អូនសេវរួចហើយបងប្អូនថយមកបាទថយមកបាទអញ្ចឹងបើសិនជាយើងចង់យករូបភាពដែលយើងដោនយកមិញហ្នឹងបង្កើតជាវីដេអូបាទហើយឬមួយក៏បងប្អូនយករូបផ្សេងណាយករូបផ្សេងមកចង់បង្កើតវីដេអូអញ្ចឹងបងប្អូនចុចទៅលើនេះទៅលើវីដេអូបាទកន្លែងហ្នឹងខ្ញុំចុចលើហ្នឹងមកបាទអញ្ចឹងកម្មវិធីមួយនេះគឺអត់ចាំបាច់ទៅសេភាសាអង់គ្លេសនាំពីបាយទេបងប្អូនណាគឺទៅសេអក្សរខ្មែរគឺវាស្គាល់តែម្ដងអញ្ចឹងយើងចុចលើនេះគឺវាបង្ហាញរូបគំរូបាទនេះវីដេអូគំរូនេះដូចជានេះហ្នឹងឲ្យតែមានសញ្ញាលេខបូកចេះគឺជារូបគំរូណានេះបងប្អូនចង់ដាក់រូបរាំក៏បានបងប្អូនចង់ដាក់រូបអោបជាមួយស្រីស្នេហ៍អីចឹងទៅនេះជាមួយប្តីប្រពន្ធកូនយើងអញ្ចឹងទៅហ្នឹងហើយក៏បានដែរតែរូបគំរូនៅក្នុងកម្មវិធីនេះវាមានតិចបាទអត់ដូចកម្មវិធីផ្សេងទេប៉ុន្តែអាចទទួលយកបាន generate លឿនបាទ generate រូបភាពលឿនល្អក្នុងកម្មវិធីនេះបាទនេះរូបភាពនេះគឺជារូបភាពគំរូអញ្ចឹងរូបភាពនេះគ្រាន់តែជាវីដេអូឲ្យយើងមើលទេយើងអាចអត់យកទៅអាប់ឡូតបានយកទៅ generate ពីរូបភាពយើងអត់បានទេគឺមានតែរូបភាពខាងលើនេះទេមានសញ្ញាបូកអញ្ចឹងណាហ្នឹងហើយបើសិនជាបងប្អូនចង់យករូបភាពណាមួយយកទៅមកធ្វើតាមរូបគំរូនេះក៏បានបងប្អូនចង់បង្កើតថ្មីក៏បានឧទាហរណ៍ឲ្យបងប្អូនមើលទៀតអញ្ចឹងយើងមិនបាច់មើលទេយើងមកមើលកន្លែងរូបភាពខាងក្រោមនេះមកនេះហើយនេះយើងចុចលើរូបភាពហ្នឹងមកហើយយើងចុចទៅលើ edit image ដែលលេខ image នៃ edit image នេះចុចចឹងមកវាចូលដល់កន្លែង report របស់យើងហើយអញ្ចឹងឥឡូវយើងរើសយករូបមួយណាដើម្បីយកមកធ្វើវីដេអូឧទាហរណ៍ខ្ញុំយករូបរបស់ខ្ញុំមួយបាទយើងយករូបរបស់ខ្ញុំនេះខ្ញុំយករូបភាពមួយនេះចុះខ្ញុំយករូបភាពមួយនេះបាទអញ្ចឹងខ្ញុំយករូបភាពមួយហ្នឹងអញ្ចឹងខ្ញុំសរសេរជាអក្សរខ្មែរដដែលបាទអញ្ចឹងយើងសរសេរជាអក្សរខ្មែរមកយើងចង់បង្កើតរូបហ្នឹងឲ្យធ្វើអ្វីឧទាហរណ៍ឥឡូវខ្ញុំបង្កើតរូបភាពហ្នឹងដាក់បុរសម្នាក់លើកដៃសំពះតែអត់ដឹងសំពះអ្នកណាទេនេះគ្រាន់តែខ្ញុំធ្វើបង្ហាញទេបើសិនជាបងប្អូនមានរូបថតពីណាក៏ដោយយើងយកមកគុំគ្នាហើយយើងវាយអក្សរតាមហ្នឹងទៅចង់ធ្វើអីសិតបងប្អូនដែលគិតឃើញទៅណានេះឥឡូវខ្ញុំធ្វើដាក់បុរសម្នាក់លើកដៃសំពះអញ្ចឹងខ្ញុំនឹងឲ្យកម្មវិធីនេះ generate ចេញជាវីដេអូអញ្ចឹងយើងចុចសញ្ញាព្រួយនេះមកនេះកំពុងតែនេះឥឡូវចេញរបស់នេះចេញហើយឃើញទេគឺវីដេអូហ្នឹងបាទអញ្ចឹងណាអញ្ចឹងយើងដោនយើងគ្រាន់តែចុចសញ្ញាព្រួយនេះចុចក្រោមមកបាទឥឡូវខ្ញុំចុចសញ្ញាព្រួយចុចក្រោមមកនេះគឺវាដោននេះយើងហើយណាឃើញទេកម្មវិធីនេះគឺស្គាល់អក្សរខ្មែរយើងបាទគឺស្គាល់អក្សរខ្មែរដូចកម្មវិធីផ្សេងទេអញ្ចឹងយើងថយមកយើងបានវីដេអូមួយស្លាហើយអញ្ចឹងបងប្អូនចង់ធ្វើអីគឺបងប្អូនបាយយល់ខ្លួនឯងបន្ថែមទៀតទៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនស្រឡាញ់ចូលចិត្តសូមជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ